សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយកមកបន្តសាច់រឿងពលឺថ្ងៃក្នុងមន្ទីរក្រមដីភាគទី29និង30របស់យើងទៀតតាមមកជួយសាច់រឿងរបស់យើងណាសូមគ្នាយើងជួយ like comment subscribe និង share រកដល់ខ្ញុំផងណាអញ្ចឹងហើយកុំមកខាប់ទៅជួយសាច់រឿងរបស់យើងទៅចាំផ្ដើមនៅក្នុងភាគនេះវិញយកឲ្យនឹងសួរពួកគេក៏បានតឡមកកម្មមន្ទីរក្រមដីវិញប៉ុន្តែអ្វីដែលសំខាន់នោះរបស់វិញយកនោះគឺដើរកាន់គំនូនោះតាំងពីនៅខាងក្រៅរហូតដល់ខាងក្នុងយកតែម្ដងសម្លឹងដាក់ភ្នែកទេហើយខ្ញុំរត់តែបធោទេខ្ញុំគួរតែធ្វើមិនទៅក៏សម្លឹងមើលគំនូនោះមកមួយសន្ទុះហើយខ្ញុំត្រូវតែនិយាយអ្វីមួយតែខ្ញុំគួរតែប្រាប់គាត់ថាជីសនចានបានត្រឡប់មករៀងវិញហើយជាអ្នកដែលគូរួមឲ្យខ្ញុំបើសិនជាគិនពីអ្វីដែលបានកើតឡើងកាលពីពួកយើងនៅក្មេងវាប្រកាសណាស់វានឹងធ្វើឲ្យគាត់នឹងឃើញរឿងមិនល្អពីមុនវិញដូច្នេះគ្មានប្រយោជន៍អ្វីនឹងប្រាប់គាត់ទេបន្ទាប់ពីនឹងស៊ូនេះក៏បានងាកប្រាប់ទៅកាន់គាត់មករំថ្នាក់ម្នាក់បានគួរឲ្យខ្ញុំនៅក្នុងម៉ោងសិល្បៈថ្ងៃនេះគាត់ពូកែគូរួមណាស់អូមករំថ្នាក់អូហើយនាងក៏បានបង្វែរសាច់រឿងនឹងស៊ូគាត់ថាហេវិញយកមែនហើយចុះឲ្យខ្ញុំគូរួមយើងដែរទេបើសិនជាស៊ូមិនបង្វែរសាច់រឿងតែបែរនឹងសម្លឹងជ្រុះក្របភ្នែកតែម្ដងណាហើយនៅពេលដែលនាងចាប់ផ្ដើមគូរួមឲ្យគាត់នឹងគាត់ចាប់ផ្ដើមសួរហើយនិយាយអញ្ចឹងហេតុអ្វីស្រាប់តែជាខ្ញុំធ្វើឲ្យគ្រាន់តែខ្ញុំមានអារម្មណ៍ថាល្អពេលទទួលបានគំនូមួយពេលនោះសូនីមានរឿងមួយដែលចង់ប្រាប់ទៅកាន់គាត់ហើយនាងក៏បាននឹកឃើញអំពីសម្ដីរបស់សងចាន់ដែលគាត់បាននិយាយយ៉ាងហើយណាការដែលមានរឿងមួយដែលនាងចូលចិត្តគឺជារឿងល្អវានឹងផ្ដល់ឲ្យនាងនៅកន្លែងមួយសម្រាប់រត់គេចទៅបន្ទាប់ពីនាងបាននឹកឃើញហើយនាងក៏បាននិយាយជីកាប៉ុណ្ណាខ្ញុំគិតថាខ្ញុំក៏គួរតែសាកល្បងរកចំណូលចិត្តផ្ទាល់ខ្លួនមួយដែរវិញខ្ញុំបន្ទាប់ពីស្ដាប់ហើយគាត់បាននិយាយអីនោះតែគឺថាថ្មឹងដូចចម្លាក់គឺថា introvert ស្លាប់យ៉ាងណាមិញសូនីបានគូររបស់គាត់នឹងរកជាការស្រេចដែលបង្ហាញឲ្យគាត់មើលហើយនេះបានសួរគាត់ថានៅទីនេះតើយើងនឹងគិតយ៉ាងម៉េចខ្ញុំគូតែអ្វីដែលខ្ញុំបានឃើញពិតៗចំណែកកំណត់ដែលនេះបានគួរឲ្យគាត់នឹងគឺថាស្អាតយកតែមែនទែនដល់ថ្នាក់សម័យខ្លួនឃើញហើយទទួលយកលេងបានមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់ថែមតែនិយាយត្រង់ទៀតវាមើលទៅអាក្រក់ណាស់ទូស្រីយើងមិនទៅពីលើខាងប្រុសនោះនិយាយបោះខ្លួនអាក្រក់អញ្ចឹងនៅឆ្លៀតសួរគេទៀតអាក្រក់មែនទែនអីវាអាក្រក់ដល់ថ្នាក់នោះមែនឬបើខ្ញុំគួរអាក្រក់ដល់ថ្នាក់នេះអញ្ចឹងភ្លេចវាទៅអញ្ចឹងគ្នាឡើងអស់សង្ឃឹមមកខាងប្រុសមានទុកមួយគ្នាសោះហើយវិញយកគាត់ក៏បានចាប់អារម្មណ៍ដែរបន្ទាប់មកគាត់ក៏បានដើរទៅជិតនាងហើយនិយាយថាខ្ញុំមិនបាននិយាយអំពីនាងនោះទេសួរយើងនេះមានចាប់អារម្មណ៍ពីសម្ដីរបស់គេទេបែរជាចាប់អារម្មណ៍ដៃរបស់គេដែលបានប៉ះដៃរបស់នាងបន្ទាប់មកក៏បានសម័យពេលដែលវិញយកចាប់កាន់ផ្ទៃមុខរបស់នាងហ៊ានបង្ថើមកកាន់នាងបន្ទាប់ពីសម័យរឿងទាំងអស់នោះហើយនាងមានអារម្មណ៍ថាអៀនហើយក៏បានងើបចាក់ចេញពីគាត់ដោយនិយាយរលែថាខ្ញុំហត់នឿយបន្តិចបន្តួចដូច្នេះហើយខ្ញុំចូលគេមុនហើយបន្តិចទៀតចាំដាក់ខ្ញុំផងវិញយកបន្ទាប់ពីឃើញម៉ាប់នោះគេមិនដឹងថានិយាយថាម៉េចទេហើយស្អ៊ូបន្ទាប់ពីប្រាស់ខ្លួនគេលើសាឡុងគឺដេកភ្លឹបយកតែម្ដងមានដឹងខ្យល់អីទេពីណាគេដូចស្អ៊ូខ្លាប្រាស់ខ្លួនលើសាឡុងភ្លាមគឺដេកភ្លឹបបែរមកមើលវិញយកឯនេះវិញគាត់ក៏បានអង្គុយក្បែរស្អ៊ូផងដែរដល់គាត់បានអង្គុយសម្លឹងមើលទៅការរូបគំនូររបស់ទូស្រីយើងហើយគាត់នឹងក៏បានសង្កេតនិងសម្លឹងឃើញបច្រ័យរបស់ស្អ៊ូក្បែរកុំត្រចៀករបស់នាងអូទាំងនោះគឺជាបច្រ័យមែនទេនៅពេលដែលគាត់បានឃើញបែបនោះគាត់ក៏បានកលេចមើលទៅការនាងហើយបន្ទាប់មកគាត់ក៏បានក្រអង្គុយក្បែរស្អ៊ូហើយយកដៃរបស់គាត់នឹងវេសរបស់នាងមើលត្រឹមត្រូវហើយវាពិតជានៅទីនោះប៉ុន្មានបន្ទាប់ពីគាត់បានសម្លឹងហើយគាត់ក៏បានអន់ទៅចិត្តនាងយ៉ាងណាមិញដោយសារតែរបស់វិញយកនឹងមើលហើយអស់ចិត្តនឹងគាត់ក៏បានវេសឲ្យនាងមើលទៅកាន់តែទូលាយហើយគាត់នឹងក៏បានយកចង្អុលដៃរបស់គាត់នឹងចុចទៅនឹងប្រជ័យរបស់នាងចៃដនអីស្អ៊ូនាងក៏បានកម្រើខ្លួនទាំងមកមើលនៅពេលដែលនាងកំពុងតែកម្រើនឹងក៏ចាប់អារម្មណ៍ឃើញទៅនឹងប្រជ័យមួយទៀតដែលចុកនឹងកញ្ចឹងករបស់នាងវិញយកបន្ទាប់ពីគាត់បានឃើញបែបនោះគាត់មិនអាចទៅអារម្មណ៍របស់គាត់នោះទេគាត់បានអន់ទៅចិត្តនាងហើយគាត់នឹងក៏បានស្ទើរអង្អែលទៅនឹងប្រជ័យរបស់ស្អ៊ូគាត់ក៏បានសើចហើយយ៉ាងខ្ញុំស្វែងរកវាឃើញហើយរបស់មកងាប់យើងលើទុកចិត្តមិនបានទេតែប្រហែលគឺប្រហោងហ្មងព្រោះចិត្តយកតែមែនទេស្ទាបឲ្យហើយខ្លាចអ្នកដទៃស្ទាបបានមុនយ៉ាងណាក្តីយើងក៏លេងមកមើលជីវនឯនេះវិញដែលនាងកំពុងតែឈរជួបបរិយតាំងកដាយប់នឹងហើយអ្វីដែលសំខាន់ឲ្យតែមានវត្តមានរបស់អប៉ែសងច័ន្ទគឺគេដែលគេអាចឆេះទេហើយគេបានសួរមកកាន់នាងម្យ៉ាងវិញទៀតគេត្រៀមនីគេរបស់គេដូចជាការស្រែកអូនិយាយចឹងវាខូចម្ដងទេហើយមែនទេចង់ខ្ចីរបស់ខ្ញុំទេនេះបាននិយាយទាំងមួម៉ៅមិនច្បាច់ទេបំភ្លេចវាទៅគុំមកជាជ្រេរឿងរបស់ខ្ញុំអូជួបបរិយនៅម៉ោងនេះឬមួយវាអាចជាដោយសារតែណាស៊ូនៅផ្ទះមែនទេយីប៉ែជីវនលឿនចឹងនេះរៀងផាំងដែរប៉ុន្តែនេះបានហាត់តកាន់គេហើយសួរត្រង់តកាន់គេតែម្ដងតើយើងនឹងចាប់អារម្មណ៍លើណាមស៊ូមែនទេថ្ងៃនេះនៅសាលាយើងមើលថែនឹងខ្វល់ខ្វាយពីនាងខ្លាំងមែនទេយើងច្បាស់ជាមានអារម្មណ៍ថាមិនប្រសើរទេកុំឲ្យខ្ញុំដឹងថាលោកមានកំណត់បែបនោះនិយាយស្មោះត្រង់ទៅខ្ញុំចង់និយាយថានេះមានមកប្រោះរួចហើយទឹកមើលរបស់សនចាំបន្ទាប់ពីគេលើបែបនោះគេមានអារម្មណ៍ថាធ្លាក់ថ្នាំក្ដុកពីព្រោះដោយសារតែគេចាប់អារម្មណ៍នាងមែនតាំងពីនៅក្នុងបន្ទប់គំនូមកម្លេះយើងឃើញណោះបាននិយាយបដាក៏បានណាចាក់ចេញពីគេបដាម្ល៉េះហើយឥឡូវនេះនាងកំពុងតែនៅផ្ទះមិត្តប្រុសរបស់នាងដូច្នេះហើយគុំទៅបំបីបំបាពួកគេសោះហើយធ្វើឲ្យនាងមកអង្គុយអូសបន្លាយនៅផ្ទះរបស់យើងម្ដងទៀតប៊ីសងចាន់នៅពេលដែលគេបានលើបែបនោះបន្ថែមទៀតគេនៅតែគេនឹងហើយគេបាននិយាយតែមនុស្សស្មានដល់មិត្តប្រុសមែនទេយើងបានមកមើលស៊ូអ៊ូឯណែវិញដែលនាងទៅតែភ្ញាក់ពីគេនោះទេដោយសារតែទូរស័ព្ទរបស់នាងបានលោសាអញ្ចឹងហើយបានជានាងស្ងាត់មួយសិនមកនឹងទីយកមកមើលនៅពេលដែលនាងបានយកមកមើលនោះគឺម៉ោង8ព្រឹកយកតែម្ដងបន្ទាប់ពីបានសម្លឹងឃើញថាម៉ោងហ្នឹងគឺជាម៉ោងរៀននោះនាងឡើងគៀងបដ ហើយនេះក៏បានស្ទុះងើបយ៉ាងលឿនដែលបណ្ដាឲ្យនៅខ្លះដែលបានគេនៅក្បែរហ្នឹងក៏បានភ្ញាក់ឡើងកន្ត្រាស់មើលតែសភាពរបស់គាត់មើលទៅក៏ដឹងដែរថាដាច់យប់បណ្ណាដែរយប់មិញមិនដឹងធ្វើស្អីខ្លះទេទូស្រីយើងឃើញអញ្ចឹងនេះឡើងឆ្ងល់ចុះមកប៉ែ
នឹងធ្វើអីនៅទីនឹងមានធ្វើស្អីទីក្រៅពីអង្គុយអង្អែគេឡើងដៃយប់ហើយតាមអង្គុយសងោនឹងឯងកូនស្រីរបស់យើងនឹងមើលទូរស័ព្ទរបស់នេះហើយក៏បានស្រីសួរគាត់ហើយដើម្បីបានជាយើងនឹងមកដេញនៅទីនេះមិនមែនទេតែសំខាន់ជាងនេះទៀតខ្ញុំបានប្រាប់ឲ្យយើងនឹងដាក់ខ្ញុំហើយពិតជាសាមែនហើយបើសិនជាយើងនឹងដេញលក់ដែរនោះតើខ្ញុំត្រូវធ្វើម៉េចហើយយ៉ាខ្ញុំថែមទាំងមិនបានដាក់ម៉ងរ៉ូទៀតហើយកូនស្រីយើងនឹងក៏បានចាប់អារបស់គាត់ដែលបានក្រុមមកការនេះនឹងបោះទៅលើហើយក៏បានធ្លាក់ចង់ក្បាលរបស់គាត់ហើយគាត់នឹងក៏បានសួរទៅកាន់ស៊ូទាំងបោកភ្នែកមិនចង់រួចតើវាមកប្រមាណហើយឥឡូវហ្នឹងហើយពិតជាចាំមែនហើយវាមក8ហើយសំខាន់វិញយកគាត់ឆ្លៀតសួរនាងចេះទៀតតើនាងមិនយឺតមករួចទេអីមិនព្រមឲ្យគេនៅនឹងមែនហើយយ៉ាខ្ញុំអត់ទេខ្ញុំអាចទទួលបើខ្ញុំរត់ហើយយ៉ាស៊ូនេះពិតជាកូនអ្នកសិក្សាមែនគាត់ថែមទាំងនិយាយប្រាប់តើកានាងទាំងមានការព្រួយបារម្ភគំរត់រហូតដល់ថ្នាក់រងរបួសដោយអត់ប្រយោជន៍ទៅយឺតមួយក៏បានដែរនៅឆ្លៀតនិយាយបារម្ភអំពីគេអញ្ចឹងបានទៀតណែខាងស្រីនេះឡើងតន់ហន់មិនបានទេលើកមួយខ្ញុំឲ្យវត្តមានពីថ្នាក់រួចហើយដូច្នេះខ្ញុំមិនចង់ឈរក្រោះថ្នាក់ទេគ្រប់គ្រាន់ហើយស៊ូឯណែនាងក៏បានរត់ទៅបើកទ្វារយ៉ាងលឿនលោកបងយកគាត់ចាប់បដាក៏បានផ្ដាំតើកានាងបដាអេនៅទីនោះគឺមានទៅនៅខាងក្រោមនិយាយមិនតំផុតពីមកផនាងក៏បានដួលខ្ពកចាដឹកខាងប្រុសឃើញខាងស្រីឡើងអញ្ចឹងក៏ឡើងអស់ឲ្យនិយាយហ្មងហើយយើងក៏មកខាងក្រៅបន្ទាក្រំដីឯនេះវិញស៊ូនាងក៏បានពោះសលុយដោយសារតែនាងទៅដួលបាញ់មិញនឹងឲ្យលទ្ធផលស្ដាប់គេមុននឹងតែទៅជាយ៉ាងណាក៏ដោយដោយសារតែលោកបងយកយើងនឹងក៏ជាចិនធំមែនអញ្ចឹងហើយក៏បានចិត្តល្អហើយក៏បានបកគោឲ្យរៀនបកគោនឹងដើម្បីឲ្យនាងខ្ចីពីសំខាន់បកគោឲ្យគេឲ្យហ៊ានមើលគេទៀតណានៅទីនេះឆាប់យកវាពាក់ទៅនាងក៏បានទទួលយកអាវរបស់គាត់នឹងតែមុខក៏ហមបន្តមកនាងក៏បានអរគុណមិនដឹងជាស្អីគេនោះទេស្វីតឈុំម៉ាយហើយមួយគូគេនេះយ៉ាប់មែននាងចាប់ផ្ដើមផ្លាស់ប្ដូរសម្ភារពេលបដាក៏បានក៏បដាធ្វើរឿងធំដល់ម្លងចុងក្រោយបាជាធ្លាក់ទឹកអីណានេះខ្ញុំប្រកាសជាមើលទៅគួរអស់សំណៃណាស់មែនទេអញ្ចឹងហើយនេះកំពុងតែមានភីអ៊ីងខ្មាស់មួយនៅក្នុងពេលជាមួយនឹងគ្នានឹងផងដែរម្ចាស់សម័យខ្លួនដែលបានឲ្យគេខ្ចីអានោះក៏មានអារម្មណ៍ថាមិនស្រួលដែរមានអារម្មណ៍ថាធ្វើខ្លួនមិនចង់ត្រូវបន្ទាប់ពីពេលនឹងមកស៊ូនាងក៏បានមកដល់សាលាជាមួយនឹងអារីរបស់វងយកហើយនាងក៏បានចាប់ផ្ដើមកិនតែមានការព្រួយបារម្ភវាច្បាស់ពេកហើយថាខ្ញុំកំពុងតែពេលសម្លៀកបំពាក់របស់អ្នកផ្សេងប៉ុន្តែដោយសារតែវាជាឯកសណ្ឋានសាលាប្រហែលជាគេមិនចាប់បានតែមែនទេវាធំពេកហើយខ្ញុំត្រូវតែបដូរទៅពេលឯកសណ្ឋានកីឡាភ្លាមពេលទៅដល់នាងក៏បានចាប់អារម្មណ៍ទៅនឹងមនុស្សដែលបានទៅសាលាផងដែរនាងក៏បានអរគុណព្រះដែលនាងមិនបានមកយឺតយ៉ាងណាមិញភ្លាមណាស់ពេលសងចាន់នឹងស្រាប់តែមកបង្ហាញខ្លួននៅពីក្រោយខ្នងរបស់នាងដែលមិនដែរនាងភ្ញាក់ឡើងកធៈជុំកដុំឆេះស្អីគេអញ្ចេះអូណាមស៊ូខ្ញុំមានអារម្មណ៍ថាមានរបបមួយខុសពីម្សិលមិញនាងបានទៅកាន់គាត់ទាំងភ័យស្អីគេមិនមែនគ្រាន់តែជាឯកសណ្ឋានខុសគ្នាទេគេចាប់ផ្ដើមចង្អុលទៅកាន់អាវរបស់នាងទាំងលេងសើចហើយយោមែនហើយអាវឯកសណ្ឋានរបស់នាងបានបដូរហើយស៊ូនាងក៏បានប្រាប់ទាំងនោះនឹងហើយគ្មានស្រីផ្សេងទៀតក៏ពាក់ឯកសណ្ឋានប្រក់ដែរដូច្នេះហើយសងចាន់លើអញ្ចឹងគេឡើងស្លោឈាមចុះអីគេអញ្ចេះហើយគេចាប់ផ្ដើមមានអារម្មណ៍ថាសង្ស័យហើយហៀកនឹងស៊ូទៅកាន់ស៊ូតែនោះគឺជាឯកសណ្ឋានអាកេរ៉ូនិយាយហើយគឺតែងតែមានអ្នកកាត់ចង្វាក់គាត់រហូតតែបែបហ្នឹងសយហ្មងតាមដែលមើលទៅប្រហែលជាបែបហ្នឹងដឹងហើយថាទាំងនោះគឺជាអាបណាគេហើយសិស្សប្រុសដែលមកកាត់ចង្វាក់គេនឹងក៏បានសួរដែរអាយ៉ាឈរនៅទីនោះធ្វើអីចូលមកក្នុងថ្នាក់មកអាយ៉ាឯងទីហើយបានខ្ញុំនឹងហើយសប្បាយចិត្តនៅពេលដែលឃើញខ្ញុំមែនទេគ្មានរពឹសស៊ូនាងឃើញចឹងនាងមានអារម្មណ៍ថាយកដែរឯកសណ្ឋាននោះបន្តមកនាងក៏បានដាក់ចាក់ចេញដល់មិនចង់រវីរវល់ឬខ្វល់ខ្វាយនៅទីនឹងយូរអីនោះទេទូស្រីយើងក៏បានមកបន្ទប់ទៅហើយនាងផ្លាស់ប្ដូរសម្លៀកបំពាក់បដាក៏បាននឹកឃើញអំពីសម្ដីរបស់សិនចាន់បដាមុននេះតើគេពិតជាបានឃើញស្លាកឈ្មោះមែនទេខ្ញុំប្រកាសណាស់ថាខ្ញុំពិតជាបានបាំងវាចិត្តមែនហើយនៅពេលដែលនាងហ៊ាននឹងបើកទ្វារនោះនាងស្រាប់តែបានឮសម្លេងនរណាម្នាក់បាននិយាយដើមនាងនេះមិនមែននិយាយលំទេគឺសហសង្ស័យយកតែម្ដងថាមែនឃើញដែរតែខ្ញុំប្រាប់ឲ្យថាវាមិនអញ្ចឹងទេព្រឹកនេះស្ទើរតែជាប់ទៅនឹងជីសង្ចាន់មិនដាច់សោះខ្ញុំប្រាប់ឲ្យថានាងប្រកាសជាបបងចូលវញយកដើម្បីទៅរកគាត់ហើយអ្នកនិយាយនឹងគ្មានអ្វីក្រៅពី3នាក់នោះទេពិសេសយីពេញសក់ខ្លៃដែលបានដេញទៅកាន់ស៊ូឲ្យចេញពីតុកនឹងនាងពិតជាមិនចេះខ្មាស់គេទេចូលវញមិនទៅមកសាលាផងនាងក៏ទៅខ្លួនមិនបានទៅហើយពិតជាមានមុខមែនមិនទៅពីរឿងទាំងអស់ដែលបានកើតឡើងនាងឯងបដូរទៅរកជីសង្ចាន់មកយ៉ាងម៉េចមើលទៅនាងរស់នៅដោយគ្មានប្រមិនបានទេបន្ទាប់ពីពេលនឹងមកនាងក៏បានត្រឡប់មកកាន់ឋានៈរបស់នាងវិញដោយមិនបានខ្វល់អំពីពួកនឹងនោះទេនិយាយទៅបន្ទាប់ពីស៊ូនាងបានអង្គុយហើយនាងក៏បាននឹកឃើញអំពីពាក្យសម្ដីរបស់វងយកដែលគាត់បាននិយាយថាគាត់នឹងបានឡើងទៅកាន់ជញ្ជាំងនៅថ្ងៃនេះតែនាងបានឃើញខ្ញុំអត់នាងបានសម្លឹងមើលទៅកាន់ជញ្ជាំងនោះហើយខ្ញុំបានប្រាប់គាត់ខ្ញុំនឹងមើលគាត់នៅថ្ងៃនេះខ្ញុំប្រាថ្នាថាគាត់នឹងចេញមកឥឡូវហ្នឹងតែជារឿងអកុសលក៏មានសិស្សស្រីម្នាក់បានរត់យ៉ាងលឿនបានមក5មើលរឿងថ្នាក់របស់នាងនៅទាំងអស់គ្នាពួកគេកំពុងតែត្រួតពិនិត្យទូដាក់សម្ភារៈដោយមិនបានប្រាប់ជាមុនទេមានក្មេងម្នាក់ពីថ្នាក់ជាប់គ្នាត្រូវគេចាប់បានថាមានបរិយដូច្នេះពួកគេកំពុងតែត្រួតពិនិត្យអ្នករាល់គ្នាសិស្សទាំងអស់គ្នាចាប់ផ្ដើមស្លន់ស្លោយស្បែកតស៊ូនេះក៏អញ្ចឹងដែរអូយមកភ្លាមអញ្ចឹងអូយវាពិតជារំខានមែនណាម្យ៉ាងទីពួកគេបានប្រាប់ឲ្យបើកទូទុកចោលស៊ូនេះចាប់ផ្ដើមភ័យខ្លួនហើយដោយសារតែនាងបានពេលអវយកមកក៏អើយហេតុអីត្រូវជាថ្ងៃនេះទៅហើយប៊ីសងចឹងក៏បានចោលរំទៅនឹងស៊ូដែលនាងកំពុងតែភ័យផងដែរហើយចំណែកអ្នកគ្រូក៏បានឆែកដល់នាងគាត់ចាប់ផ្ដើមបើកកាបូបរបស់នាងមើលដល់ចោលអារម្មណ៍ហើយបានសួរទៅខាងនាងស៊ូហេតុអ្វីបានជាឯងមិនពាក់ឯកសណ្ឋាននោះមិនធំពេកទេឬគាត់និយាយប៉ុណ្ណឹងហើយក៏បានចាប់ផ្ដើមទីដែលមិន
បណ្ដាឲ្យនាងឡើងភ័យនៅពេលដែលស្ថានភាពកំពុងតែមានភាពតានតឹងនោះស្រាប់តែមាននិកាយមួយបានជ្រុះហើយតែនោះគឺជារបស់អប៉ែសួងចាស់នឹងហើយដោយគេមានចេតនាដើម្បីជួយទៅនឹងស៊ូនៅពេលដែលបានឃើញម៉ាប់នោះនេះមានរំថាភ្ញាក់ផ្អើលដែរបន្ទាប់មកអ្នកគ្រូក៏បានហៅគេទៅកាន់បន្ទប់ការិយាល័យគ្រូដើម្បីស្ដីឲ្យទៅកាន់គេហើយទូស្រីយើងក៏បានមកតាមផងដែរនាងក៏បានដឹងថាគាត់នឹងមានចេតនាជួយមកកាន់នាងនេះបានគន់តែមានរំថាសង្ស័យតើគេបានទម្លាក់ចោលដោយចេតនាមែនទេតើគេបានដឹងថាវាជាឯកសណ្ឋានរបស់ជូវ៉ាន់យកហើយដូចបានជាគេចង់ជួយខ្ញុំមិនដឹងទេថាគេនឹងកំពុងតែគិតអីខ្ញុំក៏មិនអាចដឹងថាគេជាមនុស្សល្អឬក៏អត់ដែរនៅភ្លាមនឹងនេះស្រាប់តែបានលើសំឡេងពួកនោះបាននិយាយហើយពួកគេបាននិយាយពីការត្អូញត្អែររបស់ពួកគេអំពីការត្រួតពិនិត្យទាំងនោះបន្ទាប់ពីនេះបានលើសំឡេងពួកគេហើយនាងក៏បានគិតថានេះនឹងទៅរកពួកគេនៅក្នុងគ្រាដែលនាងកំពុងតែស្វែងរកពួកគេនឹងស្ទើរតែមានដៃនរណាម្នាក់បានចាប់ទីនេះដើម្បីយកទៅលាក់ខ្លួននៅក្នុងបន្ទប់មួយហើយមនុស្សម្នាក់នោះគ្មានអ្វីក្រៅពីអប៉ែសុនចិននឹងទៀតទេគាត់បានធ្វើបែបនោះដើម្បីជួយទៅនឹងស៊ូដែលគាត់បាននិយាយប្រាប់នាងថាពួកគេនឹងបានទៅហើយមិនដឹងថាក្នុងខួរក្បាលរបស់អប៉ែនឹងក៏ស្អីនោះទេបន្ទាប់ពីបានដឹងថានេះមានមិត្តប្រុសនោះរីឯស៊ូនាងក៏បានកាត់ដែរម្ដងទៀតហើយគេបានជួយខ្ញុំដោយធម្មជាតិទៀតហើយនាងចាប់ផ្ដើមមានអារម្មណ៍ថាមិនសនុកចិត្តហេតុអ្វីមិនដឹងថាហេតុអីនោះទេតែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះវាកាន់តែធ្វើឲ្យខ្ញុំបានកាត់ថាជីសូនចាន់ជាមនុស្សល្អបន្ទាប់មកនាងក៏បានសម្រេចចិត្តប្រាប់ទៅកាន់គេខ្ញុំមានអារម្មណ៍មិនសូវស្រួលនៅពេលដែលនៅក្បែរយើងទេនិយាយតាមត្រង់ទៅពួកយើងក៏មិនទាន់ស្គាល់គ្នាយូរប្រហែលដែរប៉ុន្តែភ្លាមលោកបានជាខំប្រឹងជួយខ្ញុំខ្លាំងបែបនេះខ្ញុំចង់ឲ្យលោកនឹងឈប់ធ្វើបែបនេះទីទៅគេលើកបែបនោះគេរៀងកាំងដែរអាណិតណាស់ប៉ែនឹងដល់ហើយគេចាប់ផ្ដើមដកដៃរបស់គេចេញពីស្មារបស់ស៊ូដល់និយាយថាមុននេះខ្ញុំបានលើនៅក្នុងការិយាល័យថាចូលវញ្ញុមិនបានមកសាលាមួយរយៈហើយតើនេះមានបានដឹងអ្វីអំពីរឿងនេះដែរទេនាងលើកដូច្នេះនាងរៀនស្រឡាំងកាំងដែរប៉ុន្តែនេះបានប្រាប់តកាងគេនឹងទាំងធ្វើមិនដឹងមិនលឺទៅហើយអ្វីបានជាយើងនឹងសួរខ្ញុំបែបហ្នឹងខ្ញុំលែងចិត្តស្និទ្ធជាមួយនឹងគេទៀតហើយអូពុតមេឬអញ្ចឹងហេតុអ្វីបានជានាងមិនសួរខ្ញុំវិញសួរស្អីគេសួរថាហេតុអ្វីបានជាចូលវិញយើងនឹងបានរុញខ្ញុំសួរលើដូច្នេះនាងក៏បានកាត់គេបានរុញគាត់មែនតាមពិតទៅរឿងដែលគេរុញគាត់នេះពាក់ព័ន្ធនឹងខ្ញុំមែនទេនាងចាប់ផ្ដើមនិយាយដោយមិនចង់ចែកនៅរឿងគេទេអូលោកមិនគិតទេថាវាជាបញ្ហារវាងអ្នកទាំងពីរទេឬហេតុអ្វីខ្ញុំចាំបាញ់ត្រូវដឹងរឿងនោះប៊ីសុនចាន់ចាប់ផ្ដើមសើចតែនាងអាចនិយាយថាវាមិនពាក់ព័ន្ធនឹងនាងបានយ៉ាងម៉េចថែមទាំងមានពីចចារ៉ានថាគេធ្វើបែបនោះព្រោះខ្ញុំនឹងជួយចិត្តនាងសួរលើគាត់និយាយបែបនោះនាងមិនបានរង្គោលរង្គើជាមួយនឹងពេលសម្ដីរបស់គាត់នោះទេនាងក៏ថាសុនចាន់នឹងថែមទាំងនិយាយរឿងនោះចេញពីមកផ្ទាល់របស់គេហ្មងនេះមិនមែនជាពីចចារ៉ានដែលខ្ញុំទៅតែលឺជាលើដំបូងទេវាជាប្រធានបទដែលគេនិយាយគ្នាយកញោកាលពីសាលាកំពុងតែឆ្លោះច្បល់ខ្លាំងដោយសារតែរឿងហេតុនោះនាងបាននិយាយប្រាប់គាត់ទៅវាគ្រាន់តែជារឿងដែលពួកក្មេងៗនិយាយតគ្នាប៉ុណ្្នឹងឯងណាមួយកាលនៅបឋមពួកយើងមិនសូវស្គាល់គ្នាផងនឹងសុនចាន់គេលើកដូចនោះគេមានអារម្មណ៍ថាមិនសូវសប្បាយចិត្តដែរគេបានដើរចាក់ចេញពីនេះដល់និយាយថាមែនហើយកាលនោះពួកយើងពិតជាមិនមានទំនាក់ទំនងអ្វីជាមួយនឹងគ្នាឡើយទោះជាយ៉ាងណាក៏ដោយតើចូលវិញយកពិតជាអាចធ្វើដល់កម្រិតនោះដោយសារតែរឿងដែលមិនពាក់ព័ន្ធនឹងនាងសោះមែនឬហើយគេនឹងក៏បានដើរចាក់ចេញពីនេះទៅសម្បីតែស៊ូនេះលង្កាវិចាយយ៉ាងណាក៏ដោយសាច់រឿងយើងក៏បានបញ្ចប់តែត្រឹមនេះរងចាំដល់ពេលក្រោយណាបាយបាយញ៉ាំ